លើខែរំភាគឆ្នាំ1979កងកម្លាំងចិនបានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅភាគខាងជើងវៀតណាមហើយបានចាប់យកទីក្រុងជាច្រើននៅជិតព្រំដែនយ៉ាងឆាប់រហ័សនៅថ្ងៃទី6ខែមីនាឆ្នាំដដែលនោះចិនបានប្រកាសថាបេសកកម្មដាក់ទណ្ឌកម្មរបស់ខ្លួនត្រូវបានសម្រេចបន្ទាប់មកទាហានចិនបានដកទ័ពចេញពីវៀតណាមទោះជាយ៉ាងណាក៏ដោយវៀតណាមបានបន្តកាន់កាប់ប្រទេសកម្ពុជារហូតដល់ឆ្នាំ1989ដោយបង្ហាញថាប្រទេសចិនបានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងដែលបានបញ្ជាក់របស់ខ្លួនក្នុងការរារាំងវៀតណាមពីការជាប់ពាក់ព័ន្ធក្នុងប្រទេសកម្ពុជាទោះជាយ៉ាងណាក៏ដោយប្រតិបត្តិការរបស់ចិនយ៉ាងហោចណាស់បានជោគជ័យបានបង្ខំឲ្យវៀតណាមដកកងឯកភាពមួយចំនួនពោលគឺកងពលទី2ចេញពីកងកម្លាំងឈ្លានពានរបស់កម្ពុជាដើម្បីពង្រឹងការការពារទីក្រុងហាណូយចំនួននេះបានជះឥទ្ធិពលយូរអង្វែងដល់ទំនាក់ទំនងរវាងចិននិងវៀតណាមហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមិនត្រូវបានស្ដារឡើងវិញពេញលេញទេរហូតដល់ឆ្នាំ1991បន្ទាប់ពីការរំលាយសហភាពសូវៀតក្នុងឆ្នាំ1991ព្រំដែនចិននិងវៀតណាមត្រូវបានបញ្ចប់ទោះបីជាមិនអាចរារាំងវៀតណាមពីការបណ្ដេញប៉ុលពតចេញពីប្រទេសកម្ពុជាក៏ដោយក៏ចិនបានបង្ហាញថាសហភាពសូវៀតដែលជាសត្រូវកុម្មុយនីសសង្គ្រាមត្រជាក់របស់ខ្លួនមិនអាចការពារសម្ព័ន្ធមិត្តវៀតណាមរបស់ខ្លួនបានទេសង្គ្រាមចិននិងវៀតណាមគឺជាចំនួនដ៏ខ្លីមួយដែលបានកើតឡើងនៅដើមឆ្នាំ1979រវាងប្រទេសចិននិងវៀតណាមប្រទេសចិនបានបើកការវិលលោកយ៉ាងជាក់ស្ដែងដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់វៀតណាមនិងការកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ1978ដែលបានបញ្ចប់ការគ្រប់គ្រងរបស់ខ្មែរក្រហមដែលគ្រប់គ្រងដោយចិនជំនួបបានអូសបន្លាយប្រហែល1ខែដោយចិនបានដកទ័ពចេញនៅខែមីនាឆ្នាំ1979លទ្ធិផលភាគីទាំងពីរទាមទារជ័យជំនះទាំងសងខាងកងទ័ពចិនកាន់កាប់ទឹកដីវៀតណាមជាបន្តអាសន្នតាមបណ្ដោយព្រំដែនចិននិងវៀតណាមមិនពេលដកទ័ពបានបន្តការកាន់កាប់ទឹកដីរបស់វៀតណាមតាមព្រំដែនរហូតដល់ឆ្នាំ1989ការបានកាប់ប៉ះទង្គិចគ្នាតាមព្រំដែនរវាងចិននិងវៀតណាមរហូតដល់ឆ្នាំ1991ទើបបញ្ចប់